គិតចាប់ពីថ្ងៃទី29មករាដល់ថ្ងៃទី2មករានេះសមាជិកជំនាញបានបណ្ដឹងជនបរទេស1059នាក់ចេញពីកម្ពុជាដោយសារពួកគេឆ្លងដែនខុសច្បាប់គ្មានលិខិតឆ្លងដែនលួចស្នាក់នៅធ្វើការខុសច្បាប់នេះបើតាមការចេញផ្សាយរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍នៅថ្ងៃទី1និងទី2ខែកុម្ភៈលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាទៅលោកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បណ្ដឹងជនបរទេស419នាក់ចេញពីកម្ពុជាពួកគេទាំងអស់មាន7សញ្ជាតិរួមមានចិនឥណ្ឌូនេស៊ីបង់ក្លាដេសឥណ្ឌាលីបេរីយ៉ានីហ្សេរីយ៉ានិងប៉ាគីស្ថាននេះបើតាមការស៊ើបអង្កេតរបស់ក្រុមជំនាញអគ្គនាយកដ្ឋានអន្តរប្រវេសន៍ជនបរទេស419នាក់នេះដែលពាក់ព័ន្ធនឹងករណីលួចឆ្លងដែនស្នាក់នៅធ្វើការងារខុសច្បាប់និងប្រើប្រាស់ QR code คล้ายៗនៅថ្ងៃទី1ខែកុម្ភៈមន្ត្រីជំនាញអគ្គនាយកអន្តរប្រវេសន៍ក៏បានបណ្ដឹងជនជាតិវៀតណាម175នាក់ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀងពួកគេពាក់ព័ន្ធករណីលួចស្នាក់នៅនិងធ្វើការឆបោកអនឡាញកាលពីថ្ងៃទី31ខែមករាមានជនបរទេស406នាក់ត្រូវបានបណ្តេញចេញពីកម្ពុជាដោយសារឆ្លងដែនមកខុសច្បាប់ពួកគេទាំងនេះមាន9សញ្ជាតិរួមមានចិនឥណ្ឌូនេស៊ីបង់ក្លាដេសយូហ្គង់ដានីហ្សេរីយ៉ាកូរ៉េឥណ្ឌាចៅសៀមនិងសេរ៉ាឡេអូនក្នុងចំណោមពួកគេជនជាតិចិន140នាក់មិនត្រឹមតែពាក់ព័ន្ធករណីលួចឆ្លងដែនស្នាក់នៅនិងធ្វើការងារខុសច្បាប់នោះឡើយគឺបានប្រើប្រាស់ QR code คล้ายៗថែមទៀតហើយកាលពីថ្ងៃទី29ខែមករាសមាជិកបានបណ្ដេញជនជាតិវៀតណាម59នាក់ចេញពីកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិមើលជ័យខេត្តព្រៃវែងពួកគេក៏ពាក់ព័ន្ធករណីលួចស្នាក់នៅនិងធ្វើការងារខុសច្បាប់និងលួចឆ្លងដែនខុសច្បាប់ផងដែរសូមជម្រាបថាចាប់ពីថ្ងៃទី23ដល់ថ្ងៃទី26ខែមករាកម្ពុជាបានបណ្ដេញចេញជនជាតិមីយ៉ាន់ម៉ា729នាក់ចេញដែលសុទ្ធតែលួចស្នាក់នៅនិងធ្វើការងារខុសច្បាប់និងគ្មានលិខិតឆ្លងដែនការបណ្ដេញជនបរទេសជាច្រើនអ្នកចេញពីកម្ពុជាជាបន្តបន្ទាប់បែបនេះដោយសាររដ្ឋាភិបាលកំពុងបង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញដែលភាគច្រើនអ្នកប្រព្រឹត្តបទល្មើសនិងជនរងគ្រោះជាជនបរទេសចូលមកកម្ពុជាខុសច្បាប់ក្នុងយុទ្ធនាការបង្ក្រាបត្រូវបានសម្ដេចហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាប្រកាសចាត់ទុកជាការងារអាទិភាពហើយកាលពីថ្ងៃទី5ខែមករានេះសម្ដេចបានចេញអនុក្រឹត្យស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំផងដែរសូមអរគុណ